សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខេមណែនាំពីការធ្វើដំណើរពីកោះពេជ្រទៅថតអរិយកស័ព្ទការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយកស័ព្ទគឺជាដំណើរដ៏ស្រស់ស្អាតមួយដែលភ្ជាប់រវាងផ្នែកទំនើបនៃរាជធានីនិងបរិយាកាសស្ងប់ស្ងាត់ជិតជ្រៅនៃជីក្រុងចាប់ផ្ដើមពីកោះពេជ្រកំពង់ចម្លងនៃទីនេះស្ថិតជាប់មាត់ទន្លេមានទូកចរាចរណ៍ទៅមកជាប្រចាំខ្យល់ត្រជាក់ពីលើទឹកបក់មកបង្កើតអារម្មណ៍ស្រស់ស្រាយខណៈដែលអ្នកដំណើររង់ចាំទូកដោយអត់ធ្មត់ពន្លឺថ្ងៃឆ្លុះលើផ្ទៃទឹកធ្វើឲ្យទន្លេមើលទៅភ្លឺរលោងហាក់ដូចជាផ្លូវធម្មជាតិមួយនាំអ្នកឆ្ពោះទៅមុខនៅពេលទូកចាប់ផ្ដើមចេញដំណើរសំឡេងម៉ាស៊ីនលាជាមួយសំឡេងទឹកបោកប៉ះខាងក្រោមមើលពីលើទូកអាចឃើញទេសភាពទីក្រុងភ្នំពេញពីចម្ងាយអគារខ្ពស់ៗនិងផ្ទះលំនៅតាមមាត់ទន្លេបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូករំកិលលើទឹកយឺតៗឲ្យអ្នកដំណើរមានពេលសង្កេតទាំងធម្មជាតិនិងជីវិតមនុស្សជុំវិញពេលដល់អរិយកស័ព្ទកំពុងចម្លងនៅទីនេះមានអារម្មណ៍ស្ងប់ស្ងាត់ជាងមនុស្សមួយចំនួនកាន់កាបូបឬទំនិញចុះពីទូកទៅកាន់ដីគោកខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំធ្វើដំណើរត្រឡប់វិញតាមបណ្ដោយមាត់ទន្លេអាចឃើញផ្ទះឈើសួនច្បារនិងដើមឈើបៃតងបង្កើតទេសភាពធម្មជាតិដែលផ្ទុយពីភាពរវល់នៃកោះពេជ្រសរុបមកការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយកស័ព្ទមិនមែនគ្រាន់តែជាការឆ្លងទន្លេប៉ុណ្ណោះទេប៉ុន្តែជាបទពិសោធន៍មួយដែលអាចឃើញភាពខុសគ្នារវាងទីក្រុងទំនើបនិងជីវិតស្ងប់ស្ងាត់តាមជាយទន្លេវាជាដំណើរខ្លីមួយប៉ុន្តែពោរពេញដោយទេសភាពនិងអារម្មណ៍ស្រស់ស្រាយ The journey from the KOH Pitch Ferry Pier to the Ariksat Ferry Pier is a beautiful trip that connects the modern side of the capital with the calm atmosphere of the suburban riverside. Starting from KOH Pitch, the ferry pier is located along the riverbank, where boats travel back and forth regularly. Cool breezes from the water create a refreshing feeling as passengers patiently wait to board. Sunlight reflects off the river surface, making it shimmer like a natural pathway leading forward. When the boat begins its journey, the sound of the engine blends with the splashing of water below. From the boat, one can see the cityscape of Phnom Penh in the distance, tall buildings and riverside houses that reveal the daily life of the people. The boat glides slowly across the river, giving passengers time to observe both nature and human activity around them. Upon arriving at Ariksat, the ferry pier feels much quieter. Some passengers step off the boat carrying bags or goods, while others wait for the next trip back. Along the riverbank, wooden houses, small gardens, and green trees can be seen, creating a natural scene that contrasts with the busy atmosphere of KOH Pitch. In conclusion, the journey from the KOH Pitch Ferry Pier to the Ariksat Ferry Pier is not merely a river crossing. It is an experience that shows the contrast between the modern city and the peaceful riverside lifestyle. Though it is a short trip, it is rich in scenery and refreshing feelings. សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខេមណែនាំពីការធ្វើដំណើរពីកោះពេជ្រទៅថតអរិយកស័ព្ទការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយកស័ព្ទគឺជាដំណើរដ៏ស្រស់ស្អាតមួយដែលភ្ជាប់រវាងផ្នែកទំនើបនៃរាជធានីនិងបរិយាកាសស្ងប់ស្ងាត់ជិតជ្រៅនៃជីក្រុងចាប់ផ្ដើមពីកោះពេជ្រកំពង់ចម្លងនៃទីនេះស្ថិតជាប់មាត់ទន្លេមានទូកចរាចរណ៍ទៅមកជាប្រចាំខ្យល់ត្រជាក់ពីលើទឹកបក់មកបង្កើតអារម្មណ៍ស្រស់ស្រាយខណៈដែលអ្នកដំណើររង់ចាំទូកដោយអត់ធ្មត់ពន្លឺថ្ងៃឆ្លុះលើផ្ទៃទឹកធ្វើឲ្យទន្លេមើលទៅភ្លឺរលោងហាក់ដូចជាផ្លូវធម្មជាតិមួយនាំអ្នកឆ្ពោះទៅមុខនៅពេលទូកចាប់ផ្ដើមចេញដំណើរសំឡេងម៉ាស៊ីនលាជាមួយសំឡេងទឹកបោកប៉ះខាងក្រោមមើលពីលើទូកអាចឃើញទេសភាពទីក្រុងភ្នំពេញពីចម្ងាយអគារខ្ពស់ៗនិងផ្ទះលំនៅតាមមាត់ទន្លេបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូករំកិលលើទឹកយឺតៗឲ្យអ្នកដំណើរមានពេលសង្កេតទាំងធម្មជាតិនិងជីវិតមនុស្សជុំវិញពេលដល់អរិយកស័ព្ទកំពង់ចម្លងនៅទីនេះមានអារម្មណ៍ស្ងប់ស្ងាត់ជាងមនុស្សមួយចំនួនកាន់កាបូបឬទំនិញចុះពីទូកទៅកាន់ដីគោកខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំធ្វើដំណើរត្រឡប់វិញតាមបណ្ដោយមាត់ទន្លេអាចឃើញផ្ទះឈើសួនច្បារនិងដើមឈើបៃតងបង្កើតទេសភាពធម្មជាតិដែលផ្ទុយពីភាពរវល់នៃកោះពេជ្រសរុបមកការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយកស័ព្ទមិនមែនគ្រាន់តែជាការឆ្លងទន្លេប៉ុណ្ណោះទេប៉ុន្តែជាបទពិសោធន៍មួយដែលអាចឃើញភាពខុសគ្នារវាងទីក្រុងទំនើបនិងជីវិតស្ងប់ស្ងាត់តាមជាយទន្លេ
វាជាដំណើរខ្លីមួយប៉ុន្តែពោពេញដោយទេសភាពនិងអារម្មណ៍ស្រស់ស្រាយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខេមណែនាំពីការធ្វើដំណើរពីកោះពេជ្រទៅថតអរិយាកាសត្រការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយាកាសត្រគឺជាដំណើរដ៏ស្រស់ស្អាតមួយដែលភ្ជាប់រវាងផ្នែកទំនើបនៃរាជធានីនិងបរិយាកាសស្ងប់ស្ងាត់ជិតជ្រៅនៃជីក្រុងចាប់ផ្ដើមពីកោះពេជ្រកំពង់ចម្លងនៃទីនេះស្ថិតជាប់មាត់ទន្លេមានទូកចរាចរណ៍ទៅមកជាប្រចាំខ្យល់ត្រជាក់ពីលើទឹកបក់មកបង្កើតអារម្មណ៍ស្រស់ស្រាយខណៈដែលអ្នកដំណើររង់ចាំទូកដោយអត់ធ្មត់ពន្លឺថ្ងៃឆ្លុះលើផ្ទៃទឹកធ្វើឲ្យទន្លេមើលទៅភ្លឺរលោងហាក់ដូចជាផ្លូវធម្មជាតិមួយនាំអ្នកឆ្ពោះទៅមុខនៅពេលទូកចាប់ផ្ដើមចេញដំណើរសំឡេងម៉ាស៊ីនលាជាមួយសំឡេងទឹកបោកប៉ះខាងក្រោមមើលពីលើទូកអាចឃើញទេសភាពទីក្រុងភ្នំពេញពីចម្ងាយអគារខ្ពស់ៗនិងផ្ទះលំនៅតាមមាត់ទន្លេបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូករំកិលលើទឹកយឺតៗឲ្យអ្នកដំណើរមានពេលសង្កេតទាំងធម្មជាតិនិងជីវិតមនុស្សជុំវិញពេលដល់អរិយាកាសត្រកំពង់ចម្លងនៅទីនេះមានអារម្មណ៍ស្ងប់ស្ងាត់ជាងមនុស្សមួយចំនួនកាន់កាបូបឬទំនិញចុះពីទូកទៅកាន់ដីគោកខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំធ្វើដំណើរត្រឡប់វិញតាមបណ្ដោយមាត់ទន្លេអាចឃើញផ្ទះឈើសួនច្បារនិងដើមឈើបៃតងបង្កើតទេសភាពធម្មជាតិដែលផ្ទុយពីភាពរវល់នៃកោះពេជ្រសរុបមកការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយាកាសត្រមិនមែនគ្រាន់តែជាការឆ្លងទន្លេប៉ុណ្ណោះទេប៉ុន្តែជាបទពិសោធន៍មួយដែលអាចឃើញភាពខុសគ្នារវាងទីក្រុងទំនើបនិងជីវិតស្ងប់ស្ងាត់តាមជាយទន្លេវាជាដំណើរខ្លីមួយប៉ុន្តែពោពេញដោយទេសភាពនិងអារម្មណ៍ស្រស់ស្រាយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខេមណែនាំពីការធ្វើដំណើរពីកោះពេជ្រទៅថតអរិយាកាសត្រការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយាកាសត្រគឺជាដំណើរដ៏ស្រស់ស្អាតមួយដែលភ្ជាប់រវាងផ្នែកទំនើបនៃរាជធានីនិងបរិយាកាសស្ងប់ស្ងាត់ជិតជ្រៅនៃជីក្រុងចាប់ផ្ដើមពីកោះពេជ្រកំពង់ចម្លងនៃទីនេះស្ថិតជាប់មាត់ទន្លេមានទូកចរាចរណ៍ទៅមកជាប្រចាំខ្យល់ត្រជាក់ពីលើទឹកបក់មកបង្កើតអារម្មណ៍ស្រស់ស្រាយខណៈដែលអ្នកដំណើររង់ចាំទូកដោយអត់ធ្មត់ពន្លឺថ្ងៃឆ្លុះលើផ្ទៃទឹកធ្វើឲ្យទន្លេមើលទៅភ្លឺរលោងហាក់ដូចជាផ្លូវធម្មជាតិមួយនាំអ្នកឆ្ពោះទៅមុខនៅពេលទូកចាប់ផ្ដើមចេញដំណើរសំឡេងម៉ាស៊ីនលាជាមួយសំឡេងទឹកបោកប៉ះខាងក្រោមមើលពីលើទូកអាចឃើញទេសភាពទីក្រុងភ្នំពេញពីចម្ងាយអគារខ្ពស់ៗនិងផ្ទះលំនៅតាមមាត់ទន្លេបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូករំកិលលើទឹកយឺតៗឲ្យអ្នកដំណើរមានពេលសង្កេតទាំងធម្មជាតិនិងជីវិតមនុស្សជុំវិញពេលដល់អរិយាកាសត្រកំពង់ចម្លងនៅទីនេះមានអារម្មណ៍ស្ងប់ស្ងាត់ជាងមនុស្សមួយចំនួនកាន់កាបូបឬទំនិញចុះពីទូកទៅកាន់ដីគោកខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំធ្វើដំណើរត្រឡប់វិញតាមបណ្ដោយមាត់ទន្លេអាចឃើញផ្ទះឈើសួនច្បារនិងដើមឈើបៃតងបង្កើតទេសភាពធម្មជាតិដែលផ្ទុយពីភាពរវល់នៃកោះពេជ្រសរុបមកការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយាកាសត្រមិនមែនគ្រាន់តែជាការឆ្លងទន្លេប៉ុណ្ណោះទេប៉ុន្តែជាបទពិសោធន៍មួយដែលអាចឃើញភាពខុសគ្នារវាងទីក្រុងទំនើបនិងជីវិតស្ងប់ស្ងាត់តាមជាយទន្លេវាជាដំណើរខ្លីមួយប៉ុន្តែពោពេញដោយទេសភាពនិងអារម្មណ៍ស្រស់ស្រាយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខេមណែនាំពីការធ្វើដំណើរពីកោះពេជ្រទៅថតអរិយាកាសត្រការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយាកាសត្រគឺជាដំណើរដ៏ស្រស់ស្អាតមួយដែលភ្ជាប់រវាងផ្នែកទំនើបនៃរាជធានីនិងបរិយាកាសស្ងប់ស្ងាត់ជិតជ្រៅនៃជីក្រុងចាប់ផ្ដើមពីកោះពេជ្រកំពង់ចម្លងនៃទីនេះស្ថិតជាប់មាត់ទន្លេមានទូកចរាចរណ៍ទៅមកជាប្រចាំខ្យល់ត្រជាក់ពីលើទឹកបក់មកបង្កើតអារម្មណ៍ស្រស់ស្រាយខណៈដែលអ្នកដំណើររង់ចាំទូកដោយអត់ធ្មត់ពន្លឺថ្ងៃឆ្លុះលើផ្ទៃទឹកធ្វើឲ្យទន្លេមើលទៅភ្លឺរលោងហាក់ដូចជាផ្លូវធម្មជាតិមួយនាំអ្នកឆ្ពោះទៅមុខនៅពេលទូកចាប់ផ្ដើមចេញដំណើរសំឡេងម៉ាស៊ីនលាជាមួយសំឡេងទឹកបោកប៉ះខាងក្រោមមើលពីលើទូកអាចឃើញទេសភាពទីក្រុងភ្នំពេញពីចម្ងាយអគារខ្ពស់ៗនិងផ្ទះលំនៅតាមមាត់ទន្លេបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូករំកិលលើទឹកយឺតៗឲ្យអ្នកដំណើរមានពេលសង្កេតទាំងធម្មជាតិនិងជីវិតមនុស្សជុំវិញពេលដល់អរិយាកាសត្រកំពង់ចម្លងនៅទីនេះមានអារម្មណ៍ស្ងប់ស្ងាត់ជាងមនុស្សមួយចំនួនកាន់កាបូបឬទំនិញចុះពីទូកទៅកាន់ដីគោកខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំធ្វើដំណើរត្រឡប់វិញតាមបណ្ដោយមាត់ទន្លេអាចឃើញផ្ទះឈើសួនច្បារនិងដើមឈើបៃតងបង្កើតទេសភាពធម្មជាតិដែលផ្ទុយពីភាពរវល់នៃកោះពេជ្រ
សរុបមកការធ្វើដំណើរពីកំពង់ចម្លងកោះពេជ្រទៅកំពង់ចម្លងអរិយកษัត្រិយមិនមែនគ្រាន់តែជាការឆ្លងទន្លេប៉ុណ្ណោះទេប៉ុន្តែជាបទពិសោធន៍មួយដែលអាចឃើញភាពខុសគ្នារវាងទីក្រុងទំនើបនិងជីវិតស្ងប់ស្ងាត់តាមជាយទន្លេវាជាដំណើរខ្លីមួយប៉ុន្តែពោរពេញដោយទេសភាពនិងអារម្មណ៍ស្រស់ស្រាយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំពីការធ្វើដំណើរពីកោះពេជ្រទៅថតអរិយកษัត្រិយការធ្វើដំណើរពីកំពង់